mìnhធ្វើគ្រូថ្ងៃនេះដែរខ្ញុំនឹងធ្វើការ run comment មួយចំនួនដែលតទៅនឹងការងារ midterm ដែលគ្រូបានដាក់ឲ្យជាដំបូងខ្ញុំនឹងធ្វើការ run comment create group developer UX UI និង group develop តោះមកខ្ញុំនឹងធ្វើការ run comment មួយដែលចង់ដឹងអំពីgroup ដែលខ្ញុំបានបង្កើតហ្នឹងខ្ញុំធ្វើការ run comment CT dot etc dot group group នេះគឺជា group 3នៅក្រោមគេគឺជា group ដែលខ្ញុំត្រូវតែបង្កើតនៅលើមិញគឺ group developer UX UI និង group develop និងការងារទី2ខ្ញុំធ្វើការ delete group developer ហើយនឹង show វាម្ដងទៀតចឹងខ្ញុំធ្វើការ run comment ដើម្បី delete sudo group delete developer តោះខ្ញុំធ្វើការចូលទៅមើល list ចង់ដឹងថាខ្ញុំបានលុបវាហើយឬនៅct/e ពេលខ្ញុំចូលមកដល់គឺបាត់នៅgroup delete developer អញ្ចឹងមានន័យថាខ្ញុំបាន delete developer group ហើយអញ្ចឹងការងារទី3ខ្ញុំនឹងធ្វើការបង្កើតវាហើយនឹងបង្ហាញវានៅលើ list ម្ដងទៀតចាំធ្វើការបង្កើតវាម្ដងទៀត sudo group add developer ចាំខ្ញុំធ្វើការ run command ដើម្បី show វានៅក្នុង list CTនេះ developer នេះខ្ញុំបានបង្កើតវាឡើងមកវិញហើយតមកការងារទី4ខ្ញុំនឹងធ្វើការបង្កើត file គឺ add file ដែលមានឈ្មោះថា developer process.txt UX UI process.txt និង develop process.txt touch developer process.txt UX UI .txt និងចុងក្រោយទៀតគឺ deops.process.txt command file ខ្ញុំភ្លេចដាក់ពាក្យ touch process.txt តមកខ្ញុំនឹងធ្វើការshow list វានៅចង់ដឹងថាការងារនេះខ្ញុំបានបង្កើតហើយដល់ ls.sky.txt នេះគឺការងារខ្ញុំបានបង្កើតមុនហ្នឹងគឺ developer process.txt develop process.txt និង UX UI process.txt តមកខ្ញុំធ្វើការ list តមកខ្ញុំធ្វើការ run command ទី5 list as long text សម្រាប់ការងារទីcommand ទី6ខ្ញុំនឹងធ្វើការ change file permission ទាំងអស់ហ្នឹងទៅកាន់755command ដែលខ្ញុំធ្វើប្រើគឺ chmod
755 cái đó thì tao mới làm sâu đi phía ở đây đó ở đó cái là thì nhưng em thưa ca convertវាទៅជា755ទាំងអស់ហើយសម្រាប់ការងារបន្ទាប់នោះអឺការងារទី8ខ្ញុំនឹងធ្វើការឲ្យគ្រប់ developer និងគ្រប់ហើយនឹង UI ហ្នឹងអត់អាចសេទៅកាន់ developer គ្រប់ទេអញ្ចឹង comment ដែលខ្ញុំធ្វើការនេះគឺ sudo form dot dot thì oh and sudo chd project អញ្ចឹងគេបានបញ្ជាក់ថាអឺ permission deny អញ្ចឹងការងាររបស់ខ្ញុំគឺមានតែប៉ុណ្ណឹងអរគុណលោកគ្រូ